សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះគឺជាថ្ងៃ15កើតខែមិគសិបន្ទាប់ពីសាក់ហើយកូនសិស្សហើយគឺឆ្លៀតថតជើច្រត់បន្តិចបងប្អូនជើច្រត់នេះមិនតាន់ហើយបងប្អូនមិនតាន់ហើយទេតែថ្ងៃនេះគឺជាថ្ងៃបាញ់បោគឺឆ្លៀតណាឆ្លៀតសាក់ហើយគឺឆ្លៀតចាកថាបងប្អូនចាកថាគឺសម្រាប់ជំទោះនៅជើច្រត់នេះកថាគឺខ្ញុំចា3កថាព្រោះកលជើច្រត់ធំរៀងធំដែរចា3កថាញាត់ចូលនៅកលនេះគឺមានប្រហោងគឺត្រឹមនឹងកន្លែងផ្នែកបងប្អូនគឺផ្នែកហើយនេះគឺជាជើច្រត់នេះបើតាមគ្រូដែលគាត់ឲ្យខ្ញុំមកគឺជាឫសកែវបងប្អូនឫសកែវបើមិនបែងទេក៏នាងនួនដែរមិនមែនធ្នង់ទេហើយមិនតាន់បានរួចរាល់ទេបងប្អូនគឺនៅចាគាថាចាមន់គឺទាំងអស់នឹងតែម្ដងតែថ្ងៃនេះគឺជាថ្ងៃបាញ់បោគឺឆ្លៀតគឺធ្វើកថាមុនសិនគឺធ្វើកថាបញ្ចុះនៅក្នុងជ័យច្រត់នេះមុនសិនហើយចាំឆ្លាក់នៅព្រះគាថាឬក៏អថ័នបន្ថែមពេញនឹងតែម្ដងហើយនឹងឆ្លាក់បង្ហើយនៅក្បាលនេះទោះបីមិនស្អាតទេបងប្អូនរៀងក៏មិនតាន់បានស្អាតអាណាដែរគឺមិនមែនជាជាងឆ្លាក់ទេក៏ណែឆ្លាក់បានដោយសារអត់មានលុយជួលគេទេណាគឺឆ្លាក់ខ្លួនឯងតោះហ្នឹងនេះឆ្លៀតថតចែកអំលែកដល់បងប្អូនទាំងអស់គ្នាមើលលេងឆ្លៀតធ្វើកិច្ចព្រះពុទ្ធរូបគឺជាមកពីភ្នំពេញគឺស្រឡាញ់ក្បាច់ខ្មែរគ្រប់គ្រងស្នាដៃខ្មែរយើងគឺជាមកហើយនេះគឺខ្ញុំឆ្លាក់ដោយខ្លួនឯងគឺមានបញ្ចុះនៅកថានិងមន្តផ្សេងហើយថ្ងៃនេះគឺជាថ្ងៃបាញ់បោគឺធ្វើកិច្ចបន្តិចសិននឹងយកបន្ធ្វើបងប្អូនយកតិចទៀតបន្ធ្វើនេះគាត់តំណេពីសាក់ឲ្យគេហើយគឺឆ្លៀតថតឲ្យបងប្អូនមើលបន្តិចណាតាឆាន់បរៃគឺថ្វាយលោកថ្ងៃសិលថ្ងៃគេលោកតាមួយដើមគឺដាក់មួយស្បកនេះគឺអស់ហើយមួយដើមបរៃមួយដើមណាដាក់មួយស្បកណាហើយក្នុងខ្ទប់នេះអត់មានខ្យល់ទេបងប្អូនគឺបិទជិតចេះប៉ុន្តែលោកឆាន់បរៃលឿន